PV God ភ្នំពេញគឺជាទីតាំងស្តុកម៉ាស៊ីនផ្ដាច់បារីគ្រប់ប្រភេទក៏អាចារ្យធំលេងមកក្បាច់ខ្ទុតដីផ្លាក់យឺពិសេសកាត់តនោះហើយដែលមិនដឹងអំពីឈុតឆាកនៃការលខោនគេលេងរបៀបម៉េចគេសំដែងរបៀបម៉េចហេតុអីបានគេរំពាក្យមួកសុវត្ថិភាពហេតុអីបានគេពាក់ម៉ាស់ចុងហេតុអីបានគេខ្ទុតដីផ្លាប់មិនបាក់ចលួញទេអីអានោះហើយដែលគេចង់ធ្វើអាក្បាច់បែកឆ្លុយហ្នឹងប៉ុន្តែយើងត្រូវនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងហើយដូចពូឃ្លៀងក៏មនុស្សក៏ល្អដែរពូឃ្លៀងនេះគឺមនុស្សល្អហើយសួរពូឃ្លៀងមើលធ្លាប់ស្គាល់ខ្ញុំអត់ស្គាល់ហើយពូឃ្លៀងស្គាល់សាមធឿនច្បាស់ណាហើយតាក់ទងទៅនឹងលោកសាមធឿនពិតជាមិត្តភក្តិខ្ញុំពីមុនមែនបានស្គាល់ក្រុមសូរិនវិញសុបិនបတ်ថ្ងៃមួយយើងបានរៀបការបងសូមសួរថាអូនថៃឬខ្មែរណាពូឃ្លៀងធ្លាប់ដេកជាមួយខ្ញុំទៀតធ្លាប់ដេកបន្ទប់ជាមួយគ្នាធ្លាប់អង្គុយផឹកជាមួយគ្នាក៏តែសរុបសេចក្តីមកខ្ញុំគិតថាទាំងបងអូនជាឌីវីតក៏បងអូនអភិវឌ្ឍដែររ៉េបហ្នឹងក៏បងអូនកុំភ្លេចអភិរក្សដែរអភិវឌ្ឍអាចារ្យធំនេះអភិរក្សទៅក៏តែបងអូនអភិវឌ្ឍទៅដើម្បីឲ្យចូលបច្ចឹមប្រទេសដូចគេដូចឯងទៅក៏ប៉ុន្តែគាត់ថាយើងយកល្អយើងឈប់រ៉េបនៃការជេរនេះទៅអានេះជាយោបល់របស់បងចុងក្រោយយើងរ៉េបពេលខ្លះបែបសិល្បៈពេលខ្លះបែបអប់រំអញ្ចឹងបើយើងរ៉េបជេរគ្នាគិតថាវាមិនល្អទេយើងគួរធ្វើអ្វីទៅរ៉េបឧទាហរណ៍យើងរ៉េបបាទខ្ញុំឃើញបងប្អូនក្រីក្របាទខ្ញុំឃើញបងប្អូនក្រីក្រខ្ញុំឃើញបងប្អូនក្រីក្រអត់មានកស្លឹកគ្រៃត្រូវការអ្នកជំនួយខ្ញុំឃើញបងប្អូនក្រីក្រត្រូវការព័ត៌មានផ្សព្វផ្សាយ I see. PV God ភ្នំពេញគឺជាទីតាំងស្តុកម៉ាស៊ីនផ្ដាច់បារីគ្រប់ប្រភេទលោកអ្នកអាចកម្មង់ឲ្យបានភ្លាមដោយចូលទៅកាន់ Page Facebook PV God ភ្នំពេញសម្រាប់បងប្អូនតាមបណ្ដាខេត្តសូមចូលទៅកាន់ Account Facebook Navy God ឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទ096 66 62 182ព័ត៌មានលម្អិតសូមចូលទៅកាន់ Description នៅខាងក្រោយវីដេអូ